សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសិញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងពេត្រុសខ្សែទី1ចំពោះ4ខ19ដូច្នេះពួកអ្នកដែលរងទុក្ខតាមព្រះハតីនៃព្រះនោះត្រូវផ្ញើប្រលឹងខ្លួនទុកនឹងព្រះដ៏បង្កបង្កើតដែលទ្រង់ស្មោះត្រង់ដោយខ្លួនប្រព្រឹត្តការល្អចុះការរងទុក្ខតាមបំណងព្រះハតីរបស់ព្រះគឺជាការរងទុក្ខដោយសារតែសេចក្តីជំនឿដែលយើងជឿលើព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទគេបានធ្វើទុក្ខបៀតបៀននិងស្អប់ខ្ពើមដល់អ្នកដែលជឿលើព្រះយេស៊ូវដោយគ្មានមូលហេតុត្រឹមត្រូវដូច្នេះហើយកុំឲ្យចម្លែកនៅក្នុងចិត្តអ្វីឡើយបងប្អូនហើយបើសិនជាអ្នករាល់គ្នាមានទុក្ខលំបាកដោយសារតែសេចក្តីជំនឿដែលអ្នករាល់គ្នាជឿលើព្រះយេស៊ូវបាត់ព្រះយេស៊ូវគ្រីស្ទទ្រង់បានញែកយើងចេញពីលោកីយ៍ហើយទ្រង់បានមានបន្ទូលថាលោកីយ៍នឹងស្អប់ដល់អ្នករាល់គ្នាពីព្រោះអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍បើអ្នករាល់គ្នាជារបស់ផងលោកីយ៍នោះលោកីយ៍នឹងស្រឡាញ់ដល់អ្នករាល់គ្នាហើយដូច្នេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នាដោយសារតែអ្នករាល់គ្នាមិនមែនជាកម្មសិទ្ធិរបស់លោកីយ៍ការរងទុក្ខរបស់គ្រីស្ទបរិស័ទមិនមែនជាទីបញ្ចប់ឬមិនមែនជាការអស់សង្ឃឹមឬមិនមែនថាព្រះទ្រង់មិនបានឃើញពីទុក្ខលំបាករបស់អ្នករាល់គ្នានោះឡើយបើទ្រង់មិនមែនជាព្រះដែលដាក់ទុក្ខលំបាកមកក្នុងជីវិតរបស់យើងទេតែទុក្ខលំបាកទាំងអស់នោះគឺជាអ្វីដែលទ្រង់អនុញ្ញាតឲ្យកើតឡើងដើម្បីឲ្យយើងកាន់តែរឹងមាំចូលក៏លេចមើលជាងមាសគាត់បានដុតកម្ដៅមាសដើម្បីនឹងញែកមាសសុទ្ធចេញពីលបាយកខ្វក់ដើម្បីនឹងញែកមាសសុទ្ធចេញពីកាកសំណល់ជាងមាសមិនមានគោលបំណងក្នុងការបំផ្លាញមាសទេតែដើម្បីនឹងញែកមាសឲ្យសុទ្ធដូច្នេះហើយបានជាងមាសត្រូវប្រើកម្ដៅបើថ្ងៃនេះបងប្អូនមានទុក្ខលំបាកដោយសារតែសេចក្តីជំនឿដែលជឿលើព្រះយេស៊ូវគ្រីស្ទដោយមានការភ័យខ្លាចគេមិនរាប់អានដោយមានការភ័យខ្លាចចំពោះការបៀតបៀនផ្សេងនោះចូលមានសង្ឃឹមឡើងបាត់ព្រះបន្ទូលថ្ងៃនេះលើកទឹកចិត្តយើងថាចូលអរសប្បាយឡើងពីព្រោះអ្នករាល់គ្នាបានមានចំណែកក្នុងការរងទុក្ខដូចជាព្រះយេស៊ូវដែរដើម្បីឲ្យអ្នករាល់គ្នាបានមានអំណរជាខ្លាំងក្នុងកាលដែលស្រីល្អរបស់ទ្រង់នឹងមកដល់ទុក្ខលំបាកនៅជាន់នេះបងប្អូនហើយគឺมันអាចប្រៀបផ្ទឹមស្មើនឹងស្រីល្អដែលយើងនឹងបានឃើញនឹងមានបទពិសោធន៍នៅថ្ងៃដែលព្រះអង្គបានយាងមកនោះឡើយដូច្នេះហើយបើសិនជាមានគេតេះដៀលអ្នករាល់គ្នាដោយព្រោះព្រះគ្រីស្ទនោះព្រះបន្ទូលបានចែងថាអ្នកនោះមានពរហើយពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អគឺជាព្រះវិញ្ញាណនៃព្រះទ្រង់សន្ធិដ្ឋលើអ្នករាល់គ្នាហើយយើងអរគុណព្រះអង្គដែលយើងអាចរួមចំណែករងទុក្ខជាមួយនឹងព្រះអង្គហើយក៏រួមចំណែកនៅក្នុងការទទួលមរតកជាមួយនឹងព្រះយេស៊ូវគ្រីស្ទដែរចូលសង្ឃឹមឡើងចូលមានអំណរឡើងបើទុក្ខលំបាកនៅជាន់នេះគឺប្រៀបស្ទឹមមិនស្មើនឹងសេរីល្អ
វាស្ទឹមមិនស្មើនឹងសេចក្តីសង្ឃឹមនិងសេចក្តីអំណរដែលនឹងកើតឡើងនៅថ្ងៃដែលព្រះអង្គបានយាងមកយកយើងរាល់គ្នានោះឡើយព្រះអង្គចាស់យើងខ្ញុំថ្វាយស្រីល្អដល់ទ្រង់សូមឲ្យយើងខ្ញុំបានថ្វាយព្រលឹងបានថ្វាយនៅស្ថានភាពរបស់យើងខ្ញុំទៅកាន់ទ្រង់នៅថ្ងៃនេះទោះបីជាយើងខ្ញុំមិនយល់ពីទុក្ខលំបាកដែលកំពុងតែកើតឡើងនេះក៏ដោយតែសូមព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំមកចិត្តរបស់យើងខ្ញុំបានទុកចិត្តដល់ទ្រង់ដែលជាព្រះសង្គ្រោះរបស់ទូលបង្គំសូមទ្រង់ផ្ដល់កម្លាំងឲ្យយើងខ្ញុំបានបន្តដំណើរទៅមុខឲ្យយើងខ្ញុំមិនមែនកលេចមើលការឈឺចាប់ឬទុក្ខលំបាកនោះឡើយតែឲ្យយើងខ្ញុំបានចាប់ផ្ដើមសម្លឹងមើលទៅទ្រង់ហើយរកវិធីដើម្បីនឹងធ្វើការល្អដើម្បីឲ្យមនុស្សផ្សេងៗគេមើលឃើញពីស្រីល្អរបស់ទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន